នំមួយមុខនេះមានសភាពទន់ខាងក្នុងស្រួយនៅខាងក្រៅហើយបើនិយាយពីក្លិនវិញឈ្ងុយខ្លាំងមែនទែនក្លិនឈ្ងុយរបស់ខ្ទិះដូងផ្លែពោតហើយនិងល្ងខ្មៅហើយបើនិយាយពីវិធីធ្វើវិញស្រួលខ្លាំងមែនទែនអ្នកនរគ្នាចេះតែចៀនពងទាក៏អាចធ្វើនំនេះញ៉ាំបានដែរគ្រឿងផ្សំងាយៗមាននៅក្នុងផ្ទះហើយស្រួលរកទៀតអញ្ចឹងកុំឲ្យខាតពេលវេលាយូរអ្នកនរគ្នាទៅទស្សនាពីរបៀបធ្វើនំនេះទាំងអស់គ្នាជាដំបូងនេះខ្ញុំយកផ្លែពោតដែលនេះខ្ញុំបានស្ងោរឆ្អិនហ្នឹងគឺចំនួន1ផ្លែយកមកចិតវាបាទអ្នកទាំងអស់គ្នាចង់ស្រួលអ្នកទាំងអស់គ្នាទិញគេស្រាប់ក៏បានដែរពោតឆ្អិនស្រាប់ហ៎ចំពោះពោតគឺយើងប្រើពោតក្រហមអ្នកទាំងអស់គ្នាបានវាផ្អែមឆ្ងាញ់បន្ទាប់ពីនេះខ្ញុំចិតពោតហើយឥឡូវនេះយើងមកលាយម្សៅនេះខ្ញុំនឹងប្រាប់អ្នកទាំងអស់គ្នាពីបរិមាណនិងចំនួនម្សៅឲ្យបានច្បាស់ណាចឹងនេះខ្ញុំដាក់ម្សៅអង្ករដំណើបចំនួន120ក្រាមទៅក្នុងទឹកខ្ទិះដូងដែលមានចំនួន100ក្រាមម្សៅឆា40ក្រាមស្ករស40ក្រាមសាច់ដូងខ្ចីឬក៏សាច់ដូងកោសចំនួន100ក្រាមដាក់អំបិលចំនួន1ចុងស្លាបព្រាកាហ្វេល្ងខ្មៅចំនួន40ក្រាមហើយល្ងខ្មៅហ្នឹងមុននឹងយើងយកមកធ្វើយើងត្រូវយកទៅលាងសម្អាតឲ្យបានស្អាតជាមុនសិនបន្ទាប់មកផ្លែពោតដែលយើងបានចិតយើងដាក់ចូលទាំងអស់មកគឺចំនួន1ផ្លែអ្នកទាំងអស់គ្នាបន្ទាប់ពីផ្សំគ្រឿងបានរួចរាល់ហើយយើងកូរគ្រឿងទាំងអស់នោះឲ្យបានចូលគ្នាសព្វល្អហើយអ្នកទាំងអស់គ្នាកុំដាក់ទឹកចូលព្រោះដោយសារគ្រឿងផ្សំទាំងអស់នោះគឺមកល្មមនៅពេលដែលយើងកូរមកសាច់នំរបស់យើងនឹងគឺមិនស្អិតខ្លាំងពេកមិនខាប់ពេកហើយក៏មិនរាវពេកដែរគឺមកល្មមនៅពេលដែលអ្នកទាំងអស់គ្នាយកទៅចៀននំរបស់យើងគឺមានសភាពស្រួយនៅពីខាងក្រៅហើយទន់នៅខាងក្នុងអញ្ចឹងអ្នកនរគ្នានៅពេលដែលមើលដល់ត្រង់នេះហើយកុំភ្លេចជួយ comment ឈ្មោះនំឲ្យនាងខ្ញុំម្នាក់មួយផងណាព្រោះអីនាងខ្ញុំអត់ដឹងថាគួរតែដាក់នំនេះថាឈ្មោះអីទេតែពេលដែលអ្នកនរគ្នាទំនេរកុំភ្លេចសាកល្បងធ្វើនំនេះទាំងអស់គ្នាធ្វើឲ្យកូនញ៉ាំធានាថាពួកគាត់ចូលចិត្តសំខាន់រសជាតិគឺអត់សូវផ្អែមខ្លាំងទេគឺមកល្មមក្មេងៗគាត់ចូលចិត្តញ៉ាំណាឥឡូវនេះយើងមកធ្វើការចៀននំរបស់យើងទាំងអស់គ្នាចំពោះខ្ទះគឺអ្នកទាំងអស់គ្នាគួរតែប្រើខ្ទះណាដែលវាអត់ជាប់សម្រាប់ខ្ទះរបស់នេះខ្ញុំគឺវាអត់ជាប់បាតទេប៉ុន្តែនេះខ្ញុំដាក់ខ្លាញ់ទៅចូលបន្តិចចាដើម្បីនំរបស់យើងវារលោងអ្នកទាំងអស់គ្នាហើយចំពោះការដាក់ម្សៅនំនេះគឺយើងដាក់បរិមាណមួយល្មមចាដើម្បីឲ្យនំរបស់យើងនឹងវាឆ្អិនដល់ខាងក្នុងបានល្អយើងកុំដាក់ក្រាស់ពេកយើងដាក់មួយល្មមមកហើយចំពោះការចៀនអ្នកទាំងអស់គ្នាប្រើខ្ទះធំមូលមួយហ្នឹងក៏បានដែរប៉ុន្តែដោយសារនេះខ្ញុំចាចង់ជៀនឲ្យវាតូចៗអញ្ចឹងមកដើម្បីឲ្យក្មេងៗគាត់ញ៉ាំអញ្ចឹងទៅដល់ពេលគាត់ឃើញគឺគាត់ចង់ញ៉ាំនំហ្នឹងណានៅពេលដែលយើងដាក់ម្សៅហើយយើងអាចយកគម្របចាមកគ្របវាមកស្ទុះមកហើយចាំយើងបើកមើលយើងអាសាប្រែវាមើលដើម្បីកុំឲ្យវាខ្លោចបាតហើយចំពោះការប្រើភ្លើងគឺយើងប្រើភ្លើងចាតិចល្មមបានហើយកុំប្រើភ្លើងខ្លាំងពេកណាហើយនេះនាងខ្ញុំចាចៀនបានឆ្អិនមួយចំហៀងហើយឥឡូវយើងមកប្រែនំចាអ្នកទាំងអស់គ្នាមើលសាច់នំចារាងក្រហមតិចប៉ុណ្ណេះមកគឺនំរបស់យើងបានឆ្អិនហើយអញ្ចឹងយើងប្រែហើយយើងទុកមួយចំហៀងទៀតហ្នឹងឲ្យបានឆ្អិនដូចគ្នាអញ្ចឹងយើងធ្វើការចៀននំរបស់យើងឲ្យបានអស់មកចាម្សៅហ្នឹងនេះខ្ញុំចៀនចាប្រហែលជាបានចា15ទៅ20នំព្រោះអីនេះខ្ញុំដាក់រាងស្ដើងដែរដើម្បីឲ្យនំរបស់យើងហ្នឹងឆាប់ឆ្អិនហើយឆ្អិនបានល្អនំនេះបើនិយាយពីការលាយម្សៅចាការធ្វើហ្នឹងគឺថាលឿនមែនទេអ្នកទាំងអស់គ្នាសំខាន់គឺស្រួលទៀតចឹងអ្នកទាំងអស់គ្នាកុំភ្លេចសាកល្បងធ្វើញ៉ាំណាចំពោះនំនេះអ្នកទាំងអស់គ្នាញ៉ាំនៅពេលដែលវាក្តៅទៅវាឆ្ងាញ់ហើយអ្នកទាំងអស់គ្នាមើលសាច់នំណាគឺថាតំណងគួរចង់ញ៉ាំខ្លាំងមែនទែនឥឡូវនេះគឺចានេះខ្ញុំប្រែនំរបស់យើងគឺថាឆ្អិនល្អហើយយើងមកធ្វើការចៀនចាបង្ហើយម្សៅរបស់យើងឲ្យអស់
ឥឡូវនេះវីដេអូរបស់នាងខ្ញុំបានដល់ទីបញ្ចប់ហើយអ្នកទាំងអស់គ្នាកុំភ្លេចសារបងធ្វើហើយជួយ comment ប្រាប់នាងខ្ញុំម្នាក់មួយផងហើយនាងខ្ញុំសូមអរគុណអ្នកទាំងអស់គ្នាដែលបានចំណាយពេលវេលាមើលវីដេអូរបស់នាងខ្ញុំចាពីដើមរហូតដល់ចប់សូមកុំភ្លេចជួយចុច like ហើយនិង subscribe ជាមួយនឹង channel YouTube របស់នាងខ្ញុំម្នាក់មួយផងសូមអរគុណសូមជម្រាបលាបាយបាយ